បើពិនិត្យមើលលើទស្សនវិជ្ជាផ្នែកច្បាប់ពាក់ព័ន្ធទៅនឹងចំនួនព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃយើងឃើញថាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរគឺជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិច្បាស់លាស់ដោយសារតែពីដើមមកប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់អន្តរជាតិជាច្រើនដើម្បីងាយស្រួលក្នុងការកំណត់បន្ទាត់ព្រំដែននិងដោះស្រាយឲ្យឆាប់ចប់តែផ្ទុយទៅវិញយើងឃើញថាចំនួននៅតាមខ្សែបន្ទាត់ព្រំដែនដីគោករវាងកម្ពុជានិងថៃមិនត្រូវបានបិទបញ្ចប់ជាស្ថាពរទេតើមានមូលហេតុសំខាន់អ្វីខ្លះដែលធ្វើឲ្យបញ្ហានេះបន្តរ៉ាំរ៉ៃមិនងាយនឹងដោះស្រាយជាការពិតណាស់មានមូលហេតុជាច្រើនដែលជំរុញឲ្យប្រទេសថៃមិនមានសុឆន្ទៈក្នុងការយកបញ្ហាព្រំដែនរវាងកម្ពុជាទៅដោះស្រាយទៅក្នុងតុលាការអន្តរជាតិប៉ុន្តែនៅទីនេះខ្ញុំសូមលើកយកបញ្ហាសំខាន់ចំនួន2គឺទី1តាក់ទងជាមួយនឹងចំណាត់ខ្មាំងនយោបាយរបស់អ្នកនយោបាយថៃពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនជាមួយកម្ពុជារាល់ពេលដែលប្រទេសថៃមានវិបត្តិនយោបាយអ្នកនយោបាយថៃតែងយករឿងចំនួនតាមបណ្ដោយព្រំដែនកម្ពុជាធ្វើជាចំណាត់ខ្មាំងនយោបាយដើម្បីបានប្រជាប្រិយភាពទី2គឺថៃជាទូទៅមិនទទួលយកឬមិនទទួលស្គាល់យុត្ថាធិការព្រំដែនដែលកំណត់ដោយបារាំងនិងសៀមកាលពីពេលនោះហើយតែងចិញ្ចឹមចិត្តបណ្ដោះស្មារតីជាតិនិយមជ្រុលចង់បានទឹកដីរបស់ប្រទេសជិតខាងបើតាមប្រវត្តិសាស្ត្រយើងឃើញថានៅពេលដែលប្រទេសកម្ពុជាប្រកាសឯករាជ្យពីបារាំងនៅក្នុងឆ្នាំ1953គឺនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ថៃបានបញ្ជូនកងទ័ពឲ្យចូលទន្ទ្រានចូលក្នុងទឹកដីកម្ពុជាដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងមូលដ្ឋានគតិយុត្តអន្តរជាតិទាំងស្រុងការឈ្លានពានដោយកម្រៅនេះបានជំរុញឲ្យរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាในសម័យនោះបានប្តឹងការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជាទៅតុលាការអន្តរជាតិទីក្រុងឡាអេជាលទ្ធផលនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការអន្តរជាតិសម្រេចឲ្យកម្ពុជាឈ្នះក្តីលើករណីប្រាសាទព្រះវិហារក្រោយមកទៀតនៅក្នុងឆ្នាំ2008រដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជោគជ័យរបស់កម្ពុជានេះបានជំរុញឲ្យទាហានថៃបើកការឈ្លានពានម្ដងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃបានផ្ទុះឡើងម្ដងទៀតកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025នៅពេលដែលទាហានខ្មែរមួយរូបត្រូវបានកងកម្លាំងថៃលួចចូលបាញ់សម្រាប់នៅតំបន់មុំ3នៃខេត្តព្រះវិហារដែលជាប់ជាមួយនឹងប្រទេសឡាវថៃជាមួយកម្ពុជានៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមូលដ្ឋានគតិយុត្តអន្តរជាតិផ្សេងៗតាក់ទងជាមួយនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃបើយើងពិនិត្យមើលទៅលើប្រវត្តិសាស្ត្រខ្មែរកាលពីថ្ងៃទី11ខែសីហាឆ្នាំ1863យើងឃើញថាបារាំងបានមកចុះសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្មជាមួយកម្ពុជាហើយទន្ទឹមនោះសន្ធិសញ្ញានោះបានដាក់ប្រជាណាចក្រកម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំងដែលកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខានៅរាជធានីឧដុង្គនៃប្រទេសកម្ពុជាក្នុងរាជព្រះបាទនរោត្តមការចុះសន្ធិសញ្ញាមិត្តភាពរវាងកម្ពុជានិងបារាំងធ្វើឲ្យអាជ្ញាធរសៀមមិនពេញចិត្តជាខ្លាំងដូច្នេះហើយនៅក្នុងខែធ្នូឆ្នាំ1863សៀមបានបង្ខំព្រះបាទនរោត្តមឲ្យចុះសន្ធិសញ្ញាមួយរវាងសៀមនិងកម្ពុជាដែលមាត្រាមួយបានចែងថាកម្ពុជាជារដ្ឋចំណុះរបស់សៀមសូមបញ្ជាក់ថាកម្ពុជាត្រូវបានចុះហត្ថលេខាលើសន្ធិសញ្ញាកម្ពុជាសៀមក្រោមការគាបសង្កត់របស់សៀមហើយសៀមធ្វើការជាសម្ងាត់មិនឲ្យបារាំងដឹងដើម្បីទទួលបានការចុះហត្ថលេខាលើសន្ធិសញ្ញានេះនៅថ្ងៃទី15ខែកក្កដាឆ្នាំ1867សន្ធិសញ្ញារវាងសៀមនិងបារាំងធ្វើឡើងនៅទីក្រុងប៉ារីសដែលមាត្រា2បានចែងថាសន្ធិសញ្ញាចុះខែធ្នូឆ្នាំ1863រវាងសៀមនិងកម្ពុជាត្រូវចាត់ទុកជាមុខៈគួរសម្គាល់ថា
ប្រទេសសៀមបច្ចុប្បន្នជាប្រទេសថៃមិនអាចទាមទារភាពជាម្ចាស់លើទឹកដីកម្ពុជាដោយប្រើអំពើព្រៃផ្សៃបង្ខំកម្ពុជាឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាតាមការគៀបសង្កត់របស់សៀមខណៈដែលកម្ពុជាមានសន្ធិសញ្ញាជាមួយបារាំងរួចហើយនៅថ្ងៃទី3ខែតុលាឆ្នាំ1893យើងឃើញថាបារាំងបានធ្វើសន្ធិសញ្ញាមួយទៀតជាមួយនឹងប្រជាណាចក្រសៀមដែលសន្ធិសញ្ញានោះបានធ្វើឡើងក្រោយសង្គ្រាមដែលត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងការពង្រីកទឹកដីរបស់បារាំងដែលគ្រប់គ្រងដោយនវាចម្បាំងកាលពីខែមីនាឆ្នាំ1893នៅទីបញ្ចប់សៀមបានយល់ព្រមធ្វើតាមលក្ខខណ្ឌបារាំងទាំងស្រុងតាមសន្ធិសញ្ញា3តុលាឆ្នាំ1893ព្រោះសៀមមិនអាចស្វែងរកការគ្រប់គ្រងពីអង់គ្លេសបាននៅក្នុងសន្ធិសញ្ញាឆ្នាំ1893ប្រជាណាចក្រឡាវត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់សៀមហើយដាក់ក្រោមអាណាព្យាបាលបារាំងជាងនេះទៅទៀតបារាំងទាមទារនឹងទទួលកាន់កាប់ខេត្តចន្ទបុរីជាការធានាចំពោះការអនុវត្តសន្ធិសញ្ញានេះហើយបារាំងក៏សម្រេចបានឲ្យសៀមដកទ័ពខ្លួនចេញពីខេត្តបាត់ដំបងនិងសៀមរាបនិងតំបន់ទំហំ25គីឡូម៉ែត្រលើអាងទន្លេមេគង្គភាគខាងលិចនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1904អនុសញ្ញាសម្រាប់ដោះស្រាយបញ្ហាលំបាកក្នុងការបកស្រាយសន្ធិសញ្ញាដែលបានចុះកាលពីថ្ងៃទី3ខែតុលាឆ្នាំ1893បានចុះហត្ថលេខារវាងបារាំងនិងសៀមចំពោះកម្ពុជាអនុសញ្ញានេះបានធ្វើឲ្យព្រំដែននៅតំបន់ភ្នំដងរែកភាគខាងកើតត្រឹមត្រូវតាមច្បាប់តាមមាត្រា1និងមាត្រា3នៃអនុសញ្ញានិងមាត្រាក្រោយមកការកំណត់ព្រំដែននឹងត្រូវអនុវត្តដោយគណៈកម្មការចម្រុះនៃមន្ត្រីដែលតែងតាំងឡើងដោយប្រទេសហត្ថលេខីទាំងពីរមានផុសតាងបង្ហាញច្បាស់ថារដ្ឋាភិបាលសៀមបានធ្វើសំណើជាផ្លូវការសូមឲ្យអ្នកជំនាញផែនទីបារាំងគូសផែនទីតំបន់ព្រំដែនមានផុសតាងបង្ហាញច្បាស់ថាផែនទីចំនួន11ផ្ទាំងបន្ទាប់គ្នាដែលបានគូសរួចរាល់នៅចុងឆ្នាំ1907អ្នកជំនាញផែនទីបារាំងត្រូវបានបញ្ជូនឲ្យរដ្ឋាភិបាលសៀមនៅឆ្នាំ1908គេបានចែកចាយផែនទីទាំងនោះដែលទទួលបានការយល់ព្រមយ៉ាងទូលំទូលាយហើយចំពោះករណីប្រាសាទព្រះវិហារតុលាការរកឃើញថាអាជ្ញាធរសៀមបានទទួលផែនទីឧបសម្ព័ន្ធមួយនិងបានព្រមទទួលយកជាផ្លូវការទៅទៀតនៅថ្ងៃទី23ខែមីនាឆ្នាំ1907សន្ធិសញ្ញាជាកិច្ចព្រមព្រៀងចុងក្រោយនៃបញ្ហាសេសសល់ទាំងប៉ុន្មានស្ដីពីបន្ទាត់ព្រំដែនរួមរវាងឥណ្ឌូចិននិងសៀមអនុលោមតាមការងារកំណត់ព្រំដែនរបស់គណៈកម្មការចម្រុះក្នុងការអនុវត្តអនុសញ្ញាថ្ងៃទី13ខែកុម្ភៈឆ្នាំ1904ត្រូវបានចុះតាមសន្ធិសញ្ញាឆ្នាំ1907រដ្ឋាភិបាលសៀមត្រូវប្រគល់មកឲ្យបារាំងនៅទឹកដីខេត្តបាត់ដំបងសៀមរាបនិងស៊ីស្ផុនឯបារាំងប្រគល់ឲ្យសៀមនៅទឹកដីដានសេនិងត្រាតសម្រាប់ការដោះដូរគណៈកម្មការចម្រុះទី2ត្រូវបានបង្កើតឡើងដើម្បីកំណត់ព្រំដែនសារជាថ្មីដោយសារការដោះដូរទឹកដីព្រំដែនថ្មីត្រូវបានបែងចែកជា5ចំណែកតូចៗសម្រាប់ការកំណត់ព្រំដែនទី1ពីច្រាំងខ្លុងបូកូទល់មុខកោះគុតនៅភ្នំធំទី2ពីភ្នំធំទៅបៃលិនទី3ពីបៃលិនទៅទន្លេណាមសៃទី4ពីអរ៉ាញ់ទៅជួរភ្នំដងរែករហូតដល់ច្រកសមេតនិងទី5ពីច្រកសមេតដល់ច្រកកិលដែលខ្សែព្រំដែនថ្មីគូសដោយគណៈកម្មការនេះជួបប្រសពជាមួយនឹងខ្សែបន្ទាត់ព្រំដែនមានស្រាប់ពីមុនឆ្ពោះពីទិសខាងកើតដល់ប្រាសាទនិងហួសពីនោះទៅទៀតនៅក្នុងឆ្នាំ1941ឆ្លៀតឱកាសដែលបារាំងចាញ់សង្គ្រាមជាមួយនឹងជប៉ុនថៃបានខុបខិតជាមួយនឹងជប៉ុនដើម្បីទាមទារយកទឹកដីដែលបារាំងទាមទារពីខ្លួនកាលពីឆ្នាំ1904និង1907ប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ1946ក្រោយដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី2ទឹកដីដែលសៀមបានយកទៅទាំងបាម៉ានត្រូវប្រគល់ឲ្យអាជ្ញាធរបារាំងនិងខ្មែរវិញតាមកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនឆ្នាំ1946
សរុបមកវិញរាល់ឯកសារគតិយុត្តអន្តរជាតិទាំងអស់នេះហើយដែលជាមូលដ្ឋានរឹងមាំសម្រាប់កម្ពុជាតវ៉ាក្តីឈ្នះពីករណីសំណុំរឿងប្រាសាទព្រះវិហារកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ1962 សូមអរគុណចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ